my god ឆ្ងាញ់ហើយជំរាបសួរទស្សនិកជនអរគ្នាថ្ងៃនេះមកជួបខ្ញុំជាថ្មីនៅក្នុងផ្ទះបាយ Master Class ម្ដងមិនមែននៅក្នុង Master Chef ចក្រានបាយដែលពុកពេញទៅដោយសម្ពាធទេអញ្ចឹងមនុស្សនៅក្នុងថ្ងៃនេះគឺមនុស្សដែលខ្ញុំជ្រើសរើសដោយខ្លួនឯងមិនបានដាក់ឲ្យដល់ Chef ទេហើយអញ្ចឹងហូបយើងថ្ងៃនេះមានឈ្មោះថា Crab Spicy Bean អញ្ចឹងថ្ងៃនេះយើងមានជាមួយនឹងក្តាមជាមួយនឹងម្ទេសក្រៀមហើយចាំបាច់មែនទែនជាមួយនឹងម្ទេសខៀវជាមួយនឹងជីវ៉ាន់ស៊ុយផងដែររាល់ការក្រេបស្រាបៀរកម្ពុជានឹងនាំអ្នកទៅកាន់ពិភពខាងក្រោយនៃរសជាតិគ្រប់ដំណាក់កាលនិងគ្រប់ផ្សំត្រូវបានគ្រប់គ្រងយ៉ាងល្អិតល្អន់ពីអ្នកជំនាញបច្ចេកវិទ្យាខ្លាយជាសម្លេងតន្ត្រីវិទ្យាសាស្ត្រខ្លាយជាចលនារីឯរសជាតិខ្លាយជាសិល្បៈពួកយើងបានពង្រីកខ្លួនខ្លាយជារោងចក្រលំដាប់ពិភពលោកសម្រាប់លោកអ្នកឥឡូវនេះក្តាមខ្ញុំអត់កាត់ជាពីរទេប៉ុន្តែខ្ញុំព្យាយាមយកជាទៀសខាងមុខចំពោះក្តាមខ្ញុំធ្វើការកាត់វាជាពីរបែបនេះដូច្នេះក្តាមដែលយើងបានកាត់ហើយយើងគួរតែសម្អាតឲ្យស្អាតជាមួយនឹងស្រាបៀរដើម្បីកាត់ក្លិននិងភាពស្ងាត់របស់ក្តាមព្រោះខ្ញុំអាចបានបកក្តាមហ្នឹងតែស្នុកនោះទេបងប្អូនគ្នាចាក់ឲ្យពេញបែបហ្នឹងមកចំណុចពិសេសរបស់ស្រាគឺមិនត្រឹមតែអាចយកមកធ្វើម្ហូបបានទេដូចឃើញចឹងការលាងសម្អាតដោយប្រើស្រាក៏វាជាចំណុចសំខាន់មួយដែរខ្ញុំគិតថាប៉ុណ្នេះសមល្មមហីអញ្ចឹងឥឡូវនេះងាយៗមែនតើក្តាមយើងបានធ្វើហើយចាប់ផ្ដើមជាមួយនឹងការធ្វើបន្លែម្ដងអញ្ចឹងចាស់ស្អែកខ្ញុំធ្វើការហាន់ម្ទេសនេះខ្ញុំសូមហាន់មួយសូមបញ្ជាក់ថាម្ទេសហាវ៉ៃនេះនៅក្នុងម្ហូបនេះគឺត្រូវការចាំបាច់មែនតើតែបើសិនជារសជាតិហឹរនៅក្នុងម្ហូបមួយនេះគឺអត់មានចេញពីម្ទេសហាវ៉ៃច្រើនទេអញ្ចឹងយើងអាចបន្ថែមជាមួយនឹងម្ទេសស្រស់របស់យើងឬមួយក៏ម្ទេសក្រៀមអញ្ចឹងម្ទេសក្រៀមខ្ញុំសូមដាក់ក៏ច្រើនដូចគ្នាអញ្ចឹងយើងកាត់កាត់ទៅងាយស្រួលដូច្នេះគ្រឿងផ្សំពិសេសនៅក្នុង Crab Spicy Bean នេះឥឡូវហ្នឹងយើងសម្រាប់បានម្ទេសហើយនឹងក្តាមហើយតោះឥឡូវយើងចាប់ផ្ដើមមកបំពងក្តាមខ្ញុំយល់ថាការបំពងយើងគួរតែដាក់ម្សៅបំពងចូលក្នុងខ្លាញ់បន្តិចដើម្បីឲ្យនៅពេលដែលយើងបំពងអីទៅវាអត់ងាយផ្ទុះអញ្ចឹងខ្ញុំគ្រាន់តែយកក្តាមរបស់ខ្ញុំមកប្រឡាក់ជាមួយម្សៅបែបនេះនៅពេលដែលខ្លាញ់ក្តៅហើយយើងដាក់ភ្លើងតែបន្តិចបានហើយបងប្អូនទាំងគ្នាពេលដែលបងប្អូនបំពងក្តាមបែបហ្នឹងគឺសភាពក្តាមរបស់យើងគឺស្រួយហើយឈ្ងុយល្អមែនតើតែកុំភ្លេចឲ្យខ្ញុំប្រាប់អញ្ចឹងបន្ថែមជាមួយនឹងការលាងសម្អាតដោយស្រាបៀរនៅពេលដែលយើងយកមកប្រឡាក់ជាមួយម្សៅធ្វើឲ្យម្ហូបរបស់យើងកាន់តែមានអារម្មណ៍រសនៅក្នុងពេលដែលយើងដាក់បំពងក្តាមចោលខ្ញុំចង់យកពេលវេលាដើម្បីមកហាន់ជីបន្ថែមទុកជីអត់ចាំបាច់ត្រូវហាន់ល្អិតពេកទេយើងហាន់កង់ល្មមស្លឹកខ្ទឹមក៏ដូចគ្នាយើងហាន់ល្មមដល់បងប្អូនចង់បានឥឡូវនេះក្តាមរបស់យើងក៏ចាប់ផ្ដើមឆ្អិនល្អហើយយើងធ្វើការបិទភ្លើងឲ្យស្ដង់តែម្ដងចឹងចាប់ផ្ដើមចូលដល់ process នៅក្នុងការឆាក្តាមជំហានបន្ទាប់យើងដាក់ខ្ទឹមសចូលក៏មិនបាច់លីងខ្ទឹមសហ្នឹងរហូតដល់តែខ្ទឹមសហ្នឹងក្រៀមដែរមិនល្មមតែខ្ទឹមសហ្នឹងអាចមានរសជាតិឈ្ងុយហើយនឹងឆ្អិនជំហានបន្ទាប់ទៀតខ្ញុំធ្វើការចាក់ជាមួយនឹងម្ទេសក្រៀមម្ហូបថ្ងៃនេះត្រូវការរសជាតិឈ្ងុយហើយហឹរចឹងដូចខ្ញុំប្រាប់អញ្ចឹងថ្ងៃនេះគឺ spicy crab ជាមួយនឹង beer ចាប់ផ្ដើមឈ្ងុយហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសបែបចិនដែលគេហៅថា soy spicy soy ដូច្នេះនៅក្នុងម្ទេសនេះចង់ប្រាប់បងប្អូនថាគឺមានរសជាតិស្រាប់ហើយវាមានរសជាតិឈ្ងុយហើយរសជាតិនៅក្នុងនេះក៏មានជាតិប្រៃនៅក្នុងនឹងបន្ថែមដែរខ្ញុំចាប់ផ្ដើមចូលងាយមែនតើម្ហូបក្នុងថ្ងៃនេះមកមុខទៀតដែលយើងអាចអត់បានជាមួយនឹងទឹកស៊ីអ៊ីវព្រោះក្តាមយើងត្រូវការឲ្យមានរសជាតិឈ្ងុយពីទឹកស៊ីអ៊ីវចាប់ផ្ដើមឈ្ងុយឲ្យទាំងអស់គ្នាអញ្ចឹងយើងមិនបាច់កូរត្រឡប់ច្រើនទេយើងគ្រាន់តែដាក់ស្រាបៀរបន្ថែមនៅក្នុងការអប់ក្តាមនេះឲ្យមានរសជាតិឈ្ងុយហើយឆ្ងាញ់បន្ថែមទៀតឈ្ងុយខ្លាំងមែនតើបងប្អូនទាំងអស់គ្នាបន្ទាប់ពីការដាក់ស្រាបៀរចូលហើយខ្ញុំត្រូវការភ្លក់បន្តិចដើម្បីដឹងថាកម្រិតនៃរសជាតិដែលខ្ញុំចង់បានហ្នឹងពេញចិត្តនៅអូ my god ឆ្ងាញ់ហើយប៉ុន្តែហល់មែនតើម្ហូបមួយមុខនេះដាក់សំជាម្ហូបខ្លែមច្រើនជាងម្ហូបញ៉ាំលេងក្តាមរបស់យើងគឺចាប់ផ្ដើមរៀងចូលជាតិហើយអញ្ចឹងយើងចាប់ផ្ដើមដាក់ម្ទេសចូលទៅspicy តែម្ដងចាថ្ងៃនេះខ្ញុំចង់បន្ថែមស្រាបៀរបន្តិចទៀតដើម្បីឲ្យម្ទេសរបស់យើងហ្នឹងវាចាប់ផ្ដើមទន់ល្អអញ្ចឹងម្ហូបនៅក្នុងថ្ងៃនេះងាយខ្លាំងមែនតើបងប្អូនគ្នាបាទសម្រស់ស្អាតមែនតើខ្ញុំចាប់ផ្ដើមពីគាត់ដាក់ចានតែម្ដងថ្ងៃនេះខ្ញុំជ្រើសរើសម្ហូបបងងាយដើម្បីឲ្យបងប្អូនមើលហើយគឺត្រូវតែបានយកទៅធ្វើញ៉ាំតាមខ្ញុំហ្មងអត់គ្រឿងផ្សំបបាក់រោទេគ្រឿងផ្សំនៅក្នុងថ្ងៃនេះគឺធានាថាហឹរតែម្ដងចា
បងអូនបើសិនជាចង់បន្ថយហឹរគឺតាមកម្រិតដែលបងអូនចូលចិត្តប៉ុន្តែម្ហូបបែបនេះបើសិនជាប្រៃហឹរផ្អែមគឺពិតជាឆ្ងាញ់នៅពេលដែលយើងយកមកក្លែមណាដូច្នេះម្ហូបយើងនៅក្នុងថ្ងៃនេះគឺរីករាល់ឡើងឆ្ងាញ់មែនតើបងអូនទាំងអស់គ្នាកុំភ្លេចនៅក្នុងការចម្អិនបើសិនជាចង់បន្ថែមរសជាតិឲ្យកាន់តែឈ្ងុយហើយឆ្ងាញ់គឺអាចអេដជាមួយនឹងស្រាបៀរបន្ថែមបានខ្ញុំត្រង់ខ្មែរ Beverages គាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់វិស័យម្ហូបអាហារបដិសណ្ឋារកិច្ចកីឡាសិល្បៈវប្បធម៌ខ្មែរច្រើនជាងគេបំផុតនៅកម្ពុជាហើយមករៀបព្រីមៀមកាន់តែប្រណិតកាន់តែស្និទ្ធស្នាលទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយនឹងបច្ចេកវិទ្យា Smart Triple Filter បងអូនទាំងអស់គ្នាចំពោះការចម្អិនជាមួយនឹងការបំពងហើយបារម្ភនៅក្នុងការជ្រើសរើសអ្វីដែលសម្អាតខ្លាញ់បានល្អមែនទេតោះឥឡូវខ្ញុំនាំបងប្អូនទាំងគ្នាមកស្អាតជាមួយខ្ញុំជាមួយនឹងសាប៊ូ Aura បន្ទាប់ពីការចម្អិនហើយអនាម័យក្នុងផ្ទះបាយជារឿងសំខាន់ Aura គឺជាជម្រើសដ៏ល្អសម្រាប់អ្នកផ្ទះឆ្លាតវៃជម្រះស្នាមប្រឡាក់និងខ្លាញ់បានលឿនគ្មានក្លិនឈប់ចានមិនកាត់ដៃចានឆ្នាំងភ្លឺចាញ់ចាំAura ក៏មានសាប៊ូម្សៅបោកគក់សាប៊ូលាងចានមានពីរក្លិនក្លិនក្រូចឆ្មានិងក្លិនស្គ្រៃតែប្រណិតកាន់តែស្និទ្ធស្នាល Cambodia Premium Beer ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter